មាសបានបន្តកើនឡើងថ្លៃខ្ពស់ទៀតហើយបងប្អូនបានកើនឡើងដល់កម្រិត$3,835ក្នុងមួយអោនឬក៏គិតជាតម្លឹងប្រមាណជា$4,620ក្នុងមួយតម្លឹងបាទសូមស្វាគមន៍មកការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃអង្គារទី30ខែកញ្ញាឆ្នាំ2025យើងឃើញថាតម្លៃហាងឆេងមាសគឺបន្តស្ទុះងើបឡើងខ្លាំងបន្ថែមទៀតហើយក៏មានកត្តាមួយចំនួនដែលជំរុញឲ្យមាសមានការងើបឡើងខ្លាំងបែបនេះបាទក្នុងនោះយើងឃើញថាមានព័ត៌មានពាក់ព័ន្ធជាមួយនឹងបញ្ហាពន្ធគយបាទលោក Donald Trump ថ្មីនេះក៏ទើបតែបង្ហាញពីការដាក់ពន្ធគយថ្មីដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី1ខែតុលានេះបាទការដាក់ពន្ធនោះគឺដាក់ពន្ធទៅលើឱសថរហូតដល់100%បាទហើយការដាក់ពន្ធទៅលើរថយន្តធុនធ្ងន់រថយន្តដឹកជញ្ជូនណាហើយក៏មានកម្រោងក្នុងការដាក់ពន្ធទៅលើប្រទេសឈីបក៏ដូចជាឧបករណ៍អេឡិចត្រូនិកផងដែរហើយក្នុងនោះឧបករណ៍អេឡិចត្រូនិកអាចនឹងដាក់ខ្ពស់គឺដាក់ពន្ធស្មើនឹងតម្លៃប្រទេសឈីបនៅក្នុងឧបករណ៍អេឡិចត្រូនិកនោះតែម្ដងបាទហ្នឹងគឺបញ្ហាផ្នែកពន្ធគយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការបិទរដ្ឋបាលនៅក្នុងសហរដ្ឋអាមេរិកបាទសហរដ្ឋអាមេរិកអាចនឹងបិទរដ្ឋបាលមួយចំនួនបាទព្រោះដោយសារតាមរដ្ឋគេមួយគឺសិតតែមានរដ្ឋបាលហើយរដ្ឋបាលនោះគឺសិតតែមានកញ្ចប់ថវិកាត្រូវចំណាយអញ្ចឹងសហរដ្ឋអាមេរិកគឺចង់កាត់បន្ថយការចំណាយអញ្ចឹងត្រូវបិទរដ្ឋបាលខ្លះបាទអញ្ចឹងការបិទរដ្ឋបាលនេះគឺប្រកាសណាស់គឺប្រកាសជាប៉ះពាល់ខ្លាំងដល់លុយដុល្លារព័ត៌មានផ្សេងទៀតបាទព័ត៌មានផ្សេងទៀតគឺវាពាក់ព័ន្ធជាមួយនឹងការទិញមាសចូលរបស់ប្រទេសចិនបាទធនាគារកណ្ដាលចិនគឺទិញមាសចូលច្រើនមែនទែនបាទនេះគឺសុទ្ធតែជាព័ត៌មានដែលជំរុញឲ្យមាសឡើងហើយខ្ញុំអត់ចង់និយាយព័ត៌មានចាស់ទេព័ត៌មានតាក់ទងមួយអតិផរណាកាលពីសប្តាហ៍មុនណាតែធ្វើឲ្យមាសឡើងនេះគឺនៅតែបន្តដាក់សម្ពាធដល់ប្រាក់ដុល្លារដដែលបាទហើយឥឡូវយើងមកមើលវិភាគហាងឆេងមាសប្រចាំថ្ងៃអង្គារនេះវិញចង់ដឹងថាតើវានឹងមានទិសដៅកើនឡើងទៅលើបន្តទៀតបើឡើងដល់កម្រិតណាហើយយើងគួរទិញពីកម្រិតណាខ្លះតោះបងប្អូនឥឡូវយើងមកមើលហាងឆេងមាសមើលពីបកគោប្រចាំថ្ងៃទៅមុនណាបាទមើលពីបកគោប្រចាំថ្ងៃទៅមុននេះឥឡូវបងប្អូនមកមើលក្រាបទាំងអស់គ្នាសម្រាប់បកគោប្រចាំថ្ងៃបងប្អូនឃើញនេះបកគោម្សិលមិញនេះវាបិទពេញសាច់ល្អណាបងប្អូនអត់មានសាដូទេអត់មានសម្ោលទេអញ្ចឹងគឺបង្ហាញពីកម្លាំងទិញឡើងខ្លាំងបាទបង្ហាញពីកម្លាំងទិញឡើងខ្លាំងអញ្ចឹងនៅក្នុងថ្ងៃនេះគឺនឹងបន្តកើនឡើងទៅលើបន្ថែមទៀតសម្រាប់តម្លៃហាងឆេងមាសអាហ្នឹងខ្ញុំមើលទៅលើបកគោប្រចាំថ្ងៃក្នុងករណីបើវាចោះគ្រាន់តែចោះ retracement យកជើងឡើងទេបាទអាចនឹងចោះvàកើតជា correction មើលបកគោ4ម៉ោងក៏ដូចគ្នាបាទបកគោ4ម៉ោងដូចគ្នាបន្តទំនោរកើនឡើងហើយបន្តកម្លាំងកើនឡើងទៅលើបន្ថែមទៀតនេះបាទមុននឹងខ្ញុំនិយាយថា3835ឥឡូវឡើងដល់3837នេះបាទនៅបន្តកើនឡើងទៀតបាទអញ្ចឹងបកគោមួយថ្ងៃបកគោរយៈពេល4ម៉ោងគឺដូចគ្នានៅបន្តកើនឡើងដូចគ្នាឥឡូវយើងចូលទៅមើលបកគោរយៈពេល1ម៉ោងបាទមើលបកគោរយៈពេល1ម៉ោងខ្ញុំមានជាកម្រិតសំខាន់ដែលយើងអាចផ្ញើណាក្នុងការទិញលក់បានបាទអូខេអញ្ចឹងឥឡូវយើងមកមើលទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំបានបែងចែកជាកម្រិតទាបហើយនិងកម្រិតខ្ពស់សម្រាប់មាសណាអញ្ចឹងកម្រិតខ្ពស់គឺយើងធៀមលក់ចោះបាទហើយកម្រិតទាបគឺយើងធៀមទិញឡើងមានកម្រិតធៀមទិញផងមានកម្រិតធៀមលក់ផងប៉ុន្តែគ្រាន់តែទំនោរឡើងចេះភាគច្រើនគឺយើងធ្វើការទិញល្អជាងលក់ចោះណាបាទអញ្ចឹងសម្រាប់កម្រិតទាបខ្ញុំលើកយកមកតែ2កម្រិតទេព្រោះមាសទំនោរកើនឡើងអញ្ចឹងបាទអញ្ចឹងខ្ញុំគិតថា2កម្រិតនឹងកម្រិត2ហ្នឹងគឺវាចោះទៅដល់ផងបាទអញ្ចឹងកម្រិត2កម្រិតនេះកម្រិតទី1នៅចន្លោះពី3800ទៅ3807បាទអញ្ចឹងមកដល់តំបន់ហ្នឹងយើងអាចធៀមទិញទៅតំបន់ទី2យើងធៀមទិញដែរនៅក្នុងតំបន់ប្រមាណ3776ទៅ3781ដុល្លារក្នុងអោនពីតំបន់ហ្នឹងគឺយើងធៀមទិញឡើងបានដែរបាទចឹងក្នុងករណីវាធ្លាក់មកបងប្អូនធៀមទិញទៅតំបន់សម្រាប់ធៀមលក់ចោះវិញបាទមាន3តំបន់ទី1នៅចន្លោះ3834ទៅ3837តម្លៃបច្ចុប្បន្នណាតែតើមានសញ្ញា confirm ដែរបាទឥឡូវនេះអត់មានសញ្ញា confirm ទេបងប្អូនអាច confirm ជាមួយ candlestick ក៏បាន confirm ជាមួយនឹង tool indicator ក៏បានដែរបាទចឹងកម្រិតខ្ពស់ទី1កម្រិតខ្ពស់ទី2នៅ3859ទៅ3863បាទជាតំបន់លក់ទី2តំបន់ទី3គឺនៅតំបន់3885ទៅ3888ដុល្លារក្នុងមួយអោនបាទជាតំបន់ដែលយើងធៀមលក់ដូចគ្នាប៉ុន្តែខ្ញុំបញ្ជាក់បងប្អូនដែរការលក់ចោះគឺលក់ចោះយក target ខ្លីទេបាទ
อย่างเชิญทำดับเลขไอ้นั่นคือ target ប៉ុណ្ណឹងទៅបានហើយបាទអូខេអញ្ចឹងសម្រាប់កម្រិតទាបកម្រិតខ្ពស់គឺមានប្រមាណចំណុចហ្នឹងដែលខ្ញុំជំរាបជូនបងប្អូនសម្រាប់ទីផ្សារព្រឹកនេះយើងឃើញថាឥឡូវនេះគឺវាកំពុងតែមានកម្លាំងឡើងបងប្អូនមើលតំបន់បច្ចុប្បន្នហ្នឹងទៅបើសិនជាអត់បុកដាច់ទេហើយមានសញ្ញាចុះមកវិញបងប្អូនអាចពិចារណាលក់ចុះបានដែរបាទតែបើសិនជាបុកដាច់អាហ្នឹងគឺទិសដៅបន្ទាប់គឺទៅលើហើយបាទទៅតំបន់ខាងលើនេះ3853ឬក៏3863នេះបាទអញ្ចឹងយើងត្រៀមចាំលក់ពីតំបន់ហ្នឹងវិញបាទអញ្ចឹងសម្រាប់ការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេមាសបើសិនជាមានឱកាសល្អឬត្រេះចោះយើងអាចធ្វើការទិញបានដែរបាទបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ